នេះគឺជាសកម្មភាពនៃការលាងឡានចល័តនៅក្នុងទីក្រុងឌូបៃផ្ទាល់តែម្ដងនៅពេលដែលKMKបានទៅដល់ឌូបៃKMKក៏បានឃើញបំណិនជីវិតជាច្រើនហើយក្នុងនោះក៏មានបំណិនជីវិតដែលពាក់ព័ន្ធនឹងវិស័យយានយន្តមួយដែរនោះគឺជាការលាងឡានចល័តបងប្អូននេះគឺជាទីក្រុងដ៏មហាស៊ីវិល័យនៅលើពិភពលោកក៏ប៉ុន្តែតម្រូវការនៃការប្រើប្រាស់សេវាកម្មនៅតែមានប្លែកតែម្ដងហើយសម្រាប់សេវាកម្មនេះគឺជាការលាងឡាននៅតាមចំណតរថយន្តតែម្ដងហើយការលាងឡាននេះគឺធ្វើឲ្យអ្នកប្រើប្រាស់រថយន្តគឺគាត់ចំណេញពេលមែនទែនហើយសម្រាប់ការលាងឡាននេះគឺគេហៅថាលាងបែបធម្មតាមិនមែនថា clean របៀបថាឲ្យវា professional ដូចយើងទៅកន្លែងគេទេក៏ប៉ុន្តែក៏វាអាចធ្វើឲ្យឡានរបស់គាត់នឹងគឺស្អាតបាននៅពេលដែលធ្វើដំណើរវាមិនសូវខ្មាស់គេអញ្ចឹងសម្រាប់អ្នកដែលគាត់ស្រឡាញ់ឡានគឺគាត់អាចពិចារណាលើមុខរបរនេះបានហើយគាត់នេះគឺជាអ្នកលាងឡានចល័តដែលគាត់មកពីប្រទេសផ្សេងហើយមកធ្វើការនៅអារ៉ាប់នេះតែម្ដងបងប្អូនអរគ្នាគឺជាអ្នកចំណាក់ស្រុកហើយបើសម្រាប់ប្រជាជននៅទីនេះគឺការងារអញ្ចឹងគឺគេអត់ធ្វើទេបងប្អូនអរគ្នាគឺអ្នកក្រៅគេធ្វើទាំងអស់បាទគឺជនចំណាក់ស្រុកមកពីប៉ាគីស្ថានអេជីបឬកូឌីអីអ្នកធ្វើការទេប៉ុន្តែបើអ្នកនៅឌូបៃហ្នឹងគឺគេអត់ទេគឺគេរកតែអាជីវកម្មធំក៏ប៉ុន្តែអាជីវកម្មធំអាចប្រសើរឡើងទៅបានក៏អាស្រ័យទៅលើអ្នកដែលធ្វើការតូចតាចនេះដែរបងប្អូនទាំងអស់គ្នាដោយពាក្យចាស់គាត់ថាសេដ្ឋីរក្សាខ្សត់ដោយសម្ពុតពុតពីក្រៅអញ្ចឹងណាបាទបងប្អូនទាំងអស់គ្នាគឺបើសិនជាមកប្រទេសហ្នឹងសិតតែជាសេដ្ឋីទាំងអស់ចុះបើអត់មានអ្នកធ្វើការតូចតាចហ្នឹងតើបានអ្នកណាលាងឡានបានអ្នកណាគេបើកឡានដឹកទំនិញឬក៏អីផ្សេងដូច្នេះហើយបានជាប្រទេសគេជឿនលឿនគឺគេនៅតែត្រូវការជនអន្តរប្រវេសន៍អញ្ចឹងងាកមកត្រឡប់មកវិញពាក់ព័ន្ធជាមួយនឹងការងារពាក់ព័ន្ធជាមួយនឹងការលាងឡាននេះវិញថាតើវាមានការលម្អិតអីខ្លះតោះជួបជាមួយនឹងវីដេអូរបស់ខ្ញុំដែលខ្ញុំសួរគាត់ទាំងអស់គ្នាបាទ115 right yeah 15 One car 15 UAE right? This one 20. 20. Yeah. Only this one 15. Yeah. This is 20 big one this side right? សម្រាប់ឡាននេះមួយគឺ20 UAE បើយើងគិតជានេះគឺ$7ហើយបើឡាននេះគឺប្រហែលជាជុំ$3អញ្ចឹងគេតាមទំហំរបស់ឡានអញ្ចឹងគេធ្វើទៅHow many cars you do every day? Huh? 6, 7, 8. 6, 7, 8 per day, right? This is your own brand, right? Or your company? Yeah, company. Company, you do around here in this parking, right? Yeah. Okay, good. អញ្ចឹងសម្រាប់អ្វីដែលខ្ញុំសួរគាត់ថាតើឡានដែល Nissan Patrol ដែលគាត់កំពុងលាងនឹងបានប្រហែលគាត់ប្រាប់ថាបាន20 UAE វាស្មើនឹង$7ជាងបងប្អូនអរគ្នាហើយបើឡានតូចគាត់បានតិចជាងនឹងអញ្ចឹងណាបងប្អូនអរគ្នាហើយគាត់ក៏បានប្រាប់ដែរថាការដែលគាត់លាងនេះគឺគាត់ស៊ីក្បាលកាក់ពីក្រុមហ៊ុនគេមួយទៀតទេមានក្រុមហ៊ុនគេមួយហ្នឹងគឺគេតែដេញថ្លៃនៅចំណតរថយន្តនឹងតែម្ដងថាឲ្យតែសេវាកម្មលាងនៅក្នុងចំណតហ្នឹងគឺគេនឹងដេញថ្លៃយកបន្ទាប់មកបានគេដាក់មនុស្ស2-3នាក់នៅក្នុងហ្នឹងទៅមានអាទេសរុញមួយសេតអញ្ចឹងទៅមានប្រដាប់លាងមានប្រដាប់ជូតមានទឹកមានអីនៅក្នុងហ្នឹងស្រាប់ទៅក៏ធ្វើការលាងទៅអញ្ចឹងបើនិយាយទៅគឺចែកគ្នារហូតដល់3ចំណែកបងប្អូនអរគ្នាទី1គឺសម្រាប់អ្នកលាងទី2សម្រាប់ក្រុមហ៊ុនហើយទី3សម្រាប់ក្រុមហ៊ុនដែលជាចំណតឡានហ្នឹងចឹងមិនថាដើម្បីជីវភាពគឺគាត់ចេះតែកែច្នៃទៅព្រោះវាបានក្រែលដែរព្រោះមួយថ្ងៃបាន6ទៅ7គ្រឿងដែរអញ្ចឹងបើយើងគុណលុយទៅក៏បានរៀងក្រែលដែរអញ្ចឹងក៏គាត់គិតថាវាស័ក្តិសមសម្រាប់ជីវភាពគាត់ដែលគាត់ត្រូវចិញ្ចឹមកូនចិញ្ចឹមអីដែរអញ្ចឹងខ្ញុំគិតថានេះវាគឺជាការងារមួយល្អដែរពីព្រោះអីនៅប្រទេសកម្ពុជាយើងគឺអត់ទាន់មានទេមុខរបរបែបហ្នឹងបាទគឺអត់ទាន់មានទេបើសិនជាបងប្អូនទាំងអស់គ្នាដែលគាត់មានលទ្ធភាពគាត់គួរតែគិតពិចារណាដើម្បីបង្កើតយ៉ាងហោចណាស់ក៏បានការងារធ្វើសម្រាប់បងប្អូនដែលគាត់ចាស់ជរាមិនដឹងថាធ្វើអីអត់សូវមានចំណេះអញ្ចឹងគាត់អាចធ្វើអានឹងបានដើម្បីកំដរជីវភាពរបស់គាត់អញ្ចឹងណាបាទអញ្ចឹងពីវីដេអូនេះខ្ញុំគិតថាបំណិនជីវិតមួយនេះខ្ញុំចែករំលែកប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយដែលខ្ញុំនឹងចែករំលែកបន្ថែមទៀតគ្រប់ជូនពរបងប្អូនអរគ្នានឹងជំរាបលា